ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកទៀតហើយថ្ងៃហ្នឹងក្មួយរបស់ខ្ញុំគាត់លក់ច័ន្ទបងប្អូនលក់ផ្លែច័ន្ទណាថ្ងៃហ្នឹងខ្ញុំទៅលេងខាងជនបទអញ្ចឹងចង់រដូវកាលដែលផ្លែច័ន្ទផ្លែច្រើនខ្លាំងមែនទែនបងប្អូនហើយនេះច័ន្ទនេះតម្លៃ5តែ1000រៀលឯងបងប្អូនតម្លៃគឺថាសមរម្យខ្លាំងមែនទែនហើយសំខាន់អ្នកលក់មុខស្រស់ហើយអូយខ្មៅស្អែមស្អាតស្អាតបងប្អូនប៉ុន្តែក៏មើលម៉ូតសក់នឹងម៉ូតស្អីគេទេអត់យល់មកព្រឹបលោកគ្មានណាគេយល់ទេម៉ូតសក់មួយនឹងតន់មានអ្នកសាជើរឃើញទេម៉ូតសក់នេះម៉ូតសក់សាហាវហ្មងបងប្អូនស្អាតខ្លាំងហើយសំខាន់អីកណែទិញក៏ទិញ2000ក្មួយខ្ញុំក៏ថែមចង់10អ្នកលក់ប្រញាប់អស់បងប្អូនចាឯងបងប្អូនកូនក្មេងទាំងយើងទាំងគេទាំងខ្ញុំយើងនៅក្មេងគឺចង់ចេះរកស៊ីធ្វើម៉េចឲ្យបានលុយអីចឹងណាបងប្អូនចង់បានលុយប៉ុន្តែសំខាន់ត្រូវចេះលក់ដល់ខំប្រឹងប្រែងខ្លួនឯងមិនមែនទៅឆក់ទៅប្លន់គេណាបងប្អូនអូខេមើលទៅគាត់មនុស្សគាត់គឺជាមនុស្សម្នាក់ដែលអាសាព្យាយាមហើយយើងទាំងអស់គ្នាប៉ាម៉ាក់ទាំងអស់គួរតែទៅរៀនកូនអញ្ចឹងមិនសិនจะអាចធ្វើបានហើយគាត់ចេះមើលចេះលក់ចេះដោអីចឹងទៅបងប្អូនជាថ្ងៃសៅរ៍ថ្ងៃអាទិត្យអីចឹងសម្រាប់ពីការសិក្សារបស់គាត់មានពេលវេលាសម្រាប់រកលុយបន្ថែមសម្រាប់ខ្លួនគាត់វាល្អខ្លាំងជាគាត់មើលទូរស័ព្ទនៅផ្ទះអត់ប្រយោជន៍ចឹងណាបងប្អូនល្អខ្លាំងណាស់ក្មួយខ្ញុំហើយគាត់គឺជាក្មេងម្នាក់ដែលអាសាព្យាយាមអត់ធ្មត់តស៊ូខ្ញុំទៅសារគាត់មែនតែនចេះចិត្តចេះចង់បានលុយពីក្មេងហើយមិនបាច់អត់សុំម៉ែអីទេមានរបស់អីលក់នឹងដឹងស្រាប់ឲ្យបងប្អូននៅផ្ទះគាត់នឹងសបោណាផ្លែឈើផ្លែក្រូចផ្លែអីហ្នឹងផ្លែខែព្រិចក៏លក់ព្រិញផ្លែក្រូចក៏លក់ក្រូចឥឡូវមកដល់ផ្លែច័ន្ទក៏លក់ផ្លែច័ន្ទទេបងប្អូនល្អខ្លាំងមែនតើខ្ញុំទៅសារគាត់ទៅសារដែលថាមានគំនិតដែលចេះលក់ដូរតាមពីក្មេងមើលមុខមាត់ហ្នឹងបងប្អូនគឺអាសាព្យាយាមតែបើជើងអត់ពាក់ដាច់ខាតបងប្អូនបើជើងគឺមិនពាក់ទេកង់គឺជិះទៅទាំងអញ្ចឹងបងប្អូនទៅសារហ្មងតា